ជំរាបសួរហ្នឹងហើយអាទិត្យមុនសន្យាអាទិត្យមុនសន្យាថាអាទិត្យបន្ទាប់ទៀតតកញ្ចោះតែអត់ទាន់បានតទេព្រោះអាទិត្យមុនហ្នឹងជាប់រវល់ទៅ event របស់ក្រុមហ៊ុនធ្វើជាអ្នកតំណាងឲ្យ brand ឲ្យម៉ាកយីហោទៅលក់ផលិតផលប៉ុន្តែឃើញតែទទួលបានផលិតផលល្អអាទិត្យនេះគឺយើងបន្តការងារទៀតប៉ុន្តែមិនទាន់តកញ្ចោះភ្លាមទេគឺយើងរៀបទីតាំងដើម្បីយើងចាក់សារពង្រីកគេហៅថា space ឬក៏ទីធ្លាហើយកិច្ចការហ្នឹងមើលទៅដូចសាមញ្ញប៉ុន្តែមិនសាមញ្ញទេគឺយើងធ្វើច្រើនអញ្ចឹងចាប់ផ្ដើមពីរើអីវ៉ាន់ចេញរហូតមកដល់យើងរៀបខ្សាច់ហើយនឹងថ្មដាក់ដើម្បីឲ្យវាពេញតំបន់ហ្នឹងមុននឹងយើងរៀបចំចាក់ស៊ីម៉ង់ណាយើងអ្នកទាំងឲ្យចាំតាមដានមើលថាតើពេលដែលយើងធ្វើចប់យើងលទ្ធផលចុងក្រោយយ៉ាងម៉េចអូខេអញ្ចឹងថ្ងៃហ្នឹងទៀតហើយបងប្អូនគឺចាប់ដើមសកម្មទាំងគ្នាគឺចាប់ដើមតាំងពីថ្ងៃព្រឹកទៅជួបប្រធានហើយមកវិញគឺអត់តន់ទំនេរទេហូបតបាយហើយគឺចាប់ដើមបងប្អូនរៀបអីវ៉ាន់អូខេហើយរៀបអីវ៉ាន់ហើយយើងទិញខ្សាច់ទិញថ្មមកដាក់ឲ្យគាត់បញ្ជូនពីខាងមុខមកដាក់ខាងក្រោយហើយខ្ញុំហ្នឹងរៀបអីវ៉ាន់ផ្សេងដែលវានៅទើសហ្នឹងគឺរៀបចេញដើម្បីយកកន្លែងចាក់ដាក់ដីហ្នឹងអញ្ចឹងហើយព្រោះធម្មតាផ្ទះវាស្ដុកអីវ៉ាន់ច្រើនបើយើងអត់រៀបទេវានៅតែស្ដុកអញ្ចឹងមួយទឹករៀបបន្តិចមួយទឹករៀបបន្តិចគួងតែស្អាតទេចាំមើលពេលផ្ទះខ្ញុំស្អាតចាំអញ្ជើញអ្នកនរគ្នាមកឡើងកញ្ចោះអូខេឡើងឬទៅឡើងកញ្ចោះរហូតហើយអានេះយើងកំពុងតែសកម្មទាំងអស់គ្នាលើកតម្លាក់ហ្នឹងហើយវីដេអូដាក់រៀងញាប់ទៀតហើយដោយសារតែយើងវែងធ្វើដល់2ថ្ងៃនោះអញ្ចឹងធម្មតាយើងរវល់ទាំងអស់គ្នាអញ្ចឹងការបង្រៀនមនុស្សការប្រើប្រាស់មនុស្សយើងទាល់តែយើងប្រើប្រាស់ឲ្យត្រូវតាមជំនាញណាអ្នកមានជំនាញយួរខ្សាច់ឲ្យយួរខ្សាច់អ្នកមានជំនាញសែងថ្មឲ្យសែងថ្មណាហើយអ្នកជំនាញខាង IT ហើយ marketing ដូចខ្ញុំហ្នឹងគឺត្រូវលើកអីវ៉ាន់ទៅរៀបដាក់នៅខាងក្រោយអូខេអញ្ចឹងអាហ្នឹងជាការងារមួយដែលប្រសើរ